Bàសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកទាំងអស់គ្នាពីរបៀបតម្លើង framework Tailwind framework CS Tailwind អញ្ចឹងតើយើងមាន step អីខ្លះដើម្បីយើងតម្លើងវាបានអញ្ចឹងដើម្បីតម្លើងបានគឺយើងត្រូវការតម្លើង Node.js ជាមុនសិនអញ្ចឹង Node.js ទាំងអស់គ្នាអាច download បាននៅក្នុង website Node.js ហើយយើងធ្វើការតម្លើងមកដោយសារខ្ញុំតម្លើងរួចរាល់ហើយបន្តមកទៀតយើង check មើលយើង run terminal ឬក៏ command prompt នៅក្នុង Windows យើងមកហើយយើង check មើល node របស់យើងអញ្ចឹងយើងវាយ node .v យើងមកអញ្ចឹង node របស់ខ្ញុំគឺ version 20ហើយយើង check មើល npm យើងមាន npm នៅអូខេ version 10.2 អញ្ចឹងក្នុងការតម្លើងយើងត្រូវការ npm នៅក្នុង command prompt ដើម្បីតម្លើង package របស់ Tailwind ហ្នឹងអញ្ចឹងបន្ទាប់ពីខ្ញុំ check មើលមានគ្រប់អស់ហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការតម្លើងយកតែម្ដងជំហានដំបូងគឺយើងត្រូវបង្កើត folder project យើងខ្ញុំបង្កើតនៅលើ desktop ហ្នឹងហើយខ្ញុំដាក់ឈ្មោះវាថា Tailwind CSបន្តមកទៀតនៅក្នុង terminal របស់យើងគឺយើងត្រូវ change directory ទៅកាន់ folder project របស់យើងមិញខ្ញុំ cd មកហើយខ្ញុំ o folder project ខ្ញុំចូលមកយើងអាចវាយក៏បានដែរវាយតាម directory នៃ folder project យើងហើយ enter មកឥឡូវនេះខ្ញុំបានចូលដល់ folder project យើងហើយឥឡូវយើងអាចធ្វើការ install បានហើយយើងប្រើ command prompt npm install Tailwind CS តប clear មក add Tailwind CS /cli នេះគឺជា command prompt ដែលយើងធ្វើការតម្លើងដោយប្រើប្រាស់ CLI ហ្នឹងគឺ command prompt បាទអញ្ចឹងវិធីនៃការតម្លើងគឺយើងមានច្រើនរបៀបគឺយើងអាចតម្លើងតាមរយៈframework Y ឬក៏ PostCS ឬក៏ Play CDN នៃផ្សេងៗជាដើមឥឡូវខ្ញុំរើសតាមវិធីតម្លើងតាម Tailwind CLI ហើយបន្ទាប់ពីយើងវាយ comment នឹងហើយយើង enter មកអញ្ចឹងវានឹងធ្វើការ download package framework នឹងចូលក្នុង folder project របស់យើងហើយអញ្ចឹងឥឡូវនេះរួចរាល់ហើយអញ្ចឹងបន្ទាប់ពី download រួចហើយយើងចូលទៅមើល folder project យើងបាទនេះ package ដែលវា download មកអញ្ចឹងជំហានបន្ទាប់ទៀតទាំងអស់គ្នាបើកកម្មវិធី C code មក Visual Studio Code ឬក៏ Sublime Text ផ្សេងៗហ្នឹងហើយយើងទាញ folder project របស់យើងទម្លាក់ចូលនៅក្នុងកម្មវិធី C code របស់យើង Visual Studio ហ្នឹងមកអូខេយើងនឹងឃើញ file ហ្នឹងហើយឥឡូវយើងចាប់ផ្ដើមធ្វើការបង្កើត folder មួយដើម្បីដាក់ file input CS របស់ Tailwind អញ្ចឹងជាទូទៅបោះដើមមកគេ Tailwind គេឲ្យយើងបង្កើត SOC អញ្ចឹងខ្ញុំបង្កើតដូចគេសិនចុះកន្លែងនេះយើងអាចដូរទីតាំងដូរ directory តាមចិត្តយើងពេលក្រោយបានអញ្ចឹងនៅក្នុង SOC យើងបង្កើត file មួយឈ្មោះថា input.cs file នេះគឺជា file style បញ្ចូលរបស់ Tailwind ពេលដែលយើងអាសេមកគឺវានឹង input នៅទីនេះដើម្បីយកវាទៅ output នៅក្នុង file មួយទៀតដើម្បីបញ្ចេញឲ្យយើងហៅយកទៅប្រើប្រាស់ធម្មតាឥឡូវនៅក្នុង file input cs នេះយើងប្រើកូដមួយជួរគឺ import Tailwind cs យើងប្រើកូដតែមួយជួរនោះទេអញ្ចឹងយើងវាយប្រយ័ត្នប្រយែងផងកូដនេះបើសិនជាយើងវាយខុសវានឹងអត់បញ្ចេញ style ឲ្យយើងទេអូខេអញ្ចឹងបន្ទាប់ពីយើងវាយ file input នឹងរួចហើយយើងត្រូវការ run command prompt មួយជួរទៀតគឺយើងដើម្បីបញ្ចេញ output file ឬក៏ដូចជា render style ដែលយើងលេងនៅក្នុង
code bao giờ nắng Tailwind bao giờ nắng cứ dùng quay npx tailwind/cli độ ai nó cứ input bao giờ cứ soc mình nhá hãy file input.cs hãy độ output nó không soc đáy hãy file output.cs chẳng về dương ra máu viên nâng bật tranh file output.cs ở dương đòi file bộ chẳng dương enter máu hãy viết chọc đàm bộ bài tranh mà hỏi output đàn ấy chẳng dương tầm mơ nó không directory dương nó khơi file output mùi này viên nâng ô tô bật tranh mà nhấn hãy bật máu dương ai cho cả file web page bàn ấy chẳng một thời đặt index.html hay dương bật structure dương thòm đá hay dương cho cả hai file bao dương output mình cứ nó không soc output.csហើយនៅពេលនេះទាំងអស់គ្នាអាចតេស្ត Tailwind បានហើយឧទាហរណ៍ខ្ញុំមាន x1 មួយចូលមកហើយយើងប្រើ class ខ្ញុំឧទាហរណ៍ខ្ញុំប្រើ class bg color អូខេអញ្ចឹងយើង run មើលមកបើសិនជាយើង run មកប្រើ class នឹងចេញ style background color មកគឺ Tailwind របស់យើងតម្លើងបានជោគជ័យអូខេអញ្ចឹងនេះយើងចេញមកហើយHello World មាន style អូខេអញ្ចឹង Tailwind របស់យើងគឺតម្លើងបានរួចរាល់ជោគជ័យហើយ output file របស់វាក៏យើងហៅមកប្រើបានជោគជ័យដែរអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងរបៀប install ខ្លីៗហើយទាំងអស់គ្នាអាចធ្វើការអនុវត្តតាមជំហានមួយរបស់វាបានអញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណសម្រាប់ការតាមដាន